សូមលោកប្អូនជួយណែនាំផងអញ្ចឹងសូមលោកបងចាប់ផ្ដើមមុនមកចុះភ្លៀងធ្លាក់ចុះមកនឹកភ្នែកដល់ស្រែស្រណោះពុកម៉ែថែស្រែចំការកូនឃ្លានមកឆ្ងាយថែខ្លួនផងណាកូនប្រឹងធ្វើការនៅដីទីក្រុងមិនយូរមិនឆាប់កូននឹងវិលវ័យផុតទុក្ខផុតភ័យរួចពីធនាគារយើងនឹងលែងខ្វះនឹងបានធូរធារផុតទុក្ខក្រំគ្រាជួបជុំគ្នាវិញខ្ញុំមានកំណាមអរជកាលមហាឆេងកម្រមានអ្នកស្ដាប់ណាសូមជួយណែនាំផងខ្យល់បក់ដីហុយហុយតែដីភ្លៀងធ្លាក់ពីលើមេឃសុទ្ធតែទឹកផ្គរលាន់ក្រឹមកង្កែបយំហ៊ីងយំងៃងងហឹងត្រជាភ្លៀងធ្លាក់ពីលើមេឃស្មៅលាស់ខ្ចីគោក្របីឆ្ងាញ់មាត់ទឹកហូរក្រោមស្ពានលឺឆឆនៅលើស្ពានមានមនុស្សដើរទៅមកជជែកគ្នាអ៊ូអរឡើងវ៉ែពេលយប់ស្ងាត់ជ្រាបឆ្កែក៏លូខ្ញុំគិតថាប៉ុណ្ណឹងបានហើយលោកប្អូនទោះបើសិនជាសូត្រទៅមកទៀតក៏ខ្ញុំស្ដាប់នៅតែមិនយល់ដែរព្រោះតែខ្ញុំរៀនបានទៀមសុំទោសលោកប្អូនផងមិនដឹងថាចង់និយាយពីអីបើខ្លាំងចាក់កំណាប់ចិនជាមួយខ្ញុំម្ដងអបសុកបែកស្លុយនឹកសង្សារចុងខែដើរជ្រុលស៊ីមីកំប៉ុងញ៉ែស្រីអត់បានថ្ងៃបុណ្យដេកផ្ទះថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ស្រវឹងស្រាមិនបើកបោស៊ូថោកដេកនៅកន្លែងផឹកដើរលេងខេត្តប្រសេះហនុជិះទូកទៅកោះសបាយចិត្តចឹងអីវិញរ៉េបវិញអែមជាងកោះរុងរារែករួមរិទ្ធស្នេហាស្រឡាញ់ចង់បានជីវ៉ាតែបងនៅជាប់សន្យាបុផានៅឯកោះកូនកោះរុងសន្លឹមសង្ឃឹមក្នុងចិត្តថាស្នេហ៍អូនមួយជីវិតមានតែអ្នកទេដែលដឹងរឿងពិតកោះស្នេហ៍សាងអនុសានៅពេលដែលបងនឹកអូនតើឲ្យបងទៅតាមណា